ចាជម្រាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នារីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះហើយនាងខ្ញុំសែននេះគឺថាសែនដូចសពរាល់ដងអញ្ចឹងបងប្អូនហើយនេះក៏ខ្ញុំរៀបចំសែនថ្ងៃចូលឆ្នាំថ្ងៃទី1បងប្អូនគឺយើងរៀបចំសែនកុំមកយាយតាយើងចឹងមកចឹងណាបងប្អូននិយាយរឿងទឹកដិតតិចហើយបងប្អូនហើយវាចូលសំឡេងក្នុងថ្ងៃបន់ចូលឆ្នាំគឺថាហត់ពេករៀងស្អកកបន្តិចហើយហត់នឹងឲ្យអាំងប៉ាវកូនក្មួយហើយក៏ហត់នឹងលេងបៀដែរបងប្អូនហើយសប្បាយណាស់ជួបជុំបងប្អូនហើយនេះក៏យើងដុតធូបរំលឹកហៅឈ្មោះយាយតាកងម៉ាយើងអញ្ចឹងណាបងប្អូនដែលគាត់បានចែកឋានទៅហើយក៏យើងសែនសុំសេចក្តីសុខពីគាត់អញ្ចឹងផងដែរហើយយើងសែនរំលឹកហៅឈ្មោះគាត់ចឹងទៅក៏យើងនាំគ្នាដុតធូបដុតទៀនអីចឹងណាបងប្អូនហើយបន្ទាប់ពីយើងដុតធូបដុតទៀនសែននៅក្រៅហើយយើងចាប់ផ្ដើមដុតធូបសែននៅក្នុងមានយើងកន្លែងដុតធូបយើងមានប្រមាណដូចជាមាន3 4អីចឹងទៅយើងដុតធូបសែនកន្លែងកងម៉ាយាយតាហើយក៏កន្លែងទេវតាចក្រានកន្លែងព្រះយើងចឹងណាបងប្អូនហើយក៏តបមកយើងថតរូបថតលេងសប្បាយជាមួយកូនចៅចឹងទៅបងប្អូនហើយរបៀបសែនហ្នឹងគឺឆ្នាំណាដូចឆ្នាំណាអញ្ចឹងហើយបន្ទាប់មកខ្ញុំក៏ដុតกระดาษហើយក៏នាំគ្នាញ៉ាំបាយញ៉ាំអីជុំគ្នាអញ្ចឹងលេងណាបងប្អូនហើយខ្ញុំសែននេះក៏ចូលឆ្នាំហ្នឹងខ្ញុំមិនមែនសែនតែម្ដងហើយណាបងប្អូនគឺខ្ញុំសែន3ដងគឺនេះហ្នឹងគឺសែនលើកទី2បងប្អូនលើកទី2នេះគឺថាពេលយប់ម៉ោង12យប់គឺយើងមើលតាមវេលាទេវតាចុះអញ្ចឹងណាបងប្អូនពេលខ្លះហ្នឹងឆ្នាំខ្លះក៏ចុះម៉ោង1ម៉ោង2ហើយដល់ពេលខ្លះហើយនេះនាងខ្ញុំសែនគឺម៉ោង12យប់ហើយបងប្អូនម៉ោង12យប់ហើយគឺនៅសល់តែកូនភ្លោះ2នាក់ទេគេចាំជួយរៀបចំកន្លែងសែនម៉ែអើចឹងណាបងប្អូនហើយខ្លះក៏ដេកលក់អស់ហើយក៏យប់ហើយគឺយើងរៀបចំសែនហើយគឺថាមានផាវចឹងដុតផាវដែរក៏តែអត់ហ៊ានដុតទេបងប្អូនស្ដាប់មើលគេអត់ដុតផាវយើងក៏អត់ដុតដែរមុនហ្នឹងគឺយើងដុតផាវអញ្ចឹងណាបងប្អូនតែឥឡូវយើងដូចថាប្រទេសជាតិយើងវាមិនសូវស្រួលបួននេះក៏យើងមិនបានដុតធូបអីសប្បាយអីខ្លាំងទេបងប្អូនគឺយើងសប្បាយក្នុងផ្ទះលក្ខណៈគ្រួសារបងប្អូនកូនក្មួយយើងអញ្ចឹងណាបងប្អូនគឺចែកចាយអាំងប៉ាវទៅវិញទៅមកអញ្ចឹងទៅយាយជូនចៅជូនយាយវិញជូនក្មួយជូនពូបងប្អូនយាយតាអញ្ចឹងណាគឺនាំគ្នាឲ្យអាំងប៉ាវទៅមកចុះឡើងរួចហើយក៏យើងចាប់ផ្ដើមថតរូបលេងហើយក៏យើងលេងបៀលេងអីលេងអីចឹងណាប្រពៃណីចិនយើងបងប្អូនមានតាណាទេគឺថាចូលឆ្នាំហើយគឺថាបិទទ្វារលេងបៀឲ្យបងប្អូនហើយពិចែកអាំងប៉ាវហើយគឺមានតែលេងបៀប៉ុណ្្នឹងឯងបានដើរលេងតាណាទៅឆ្នាំហើយបន្ទាប់មកក៏យើងដុតផាវបន្តិចដែរបងប្អូនគឺដុតពេលថ្ងៃហើយក៏វីដេអូនេះខ្ញុំក៏មានតែប៉ុណ្ណេះទេបងប្អូនសែនលើកទី3ហ្នឹងក៏អត់ទាន់បានសែនទេព្រោះនាងខ្ញុំនៅរវល់អញ្ចឹងណាបងប្អូនបាយជំរាបលា